ទាហានថៃបានធ្វើសកម្មភាពរំលោភបំពានទឹកដីកម្ពុជាជិតបង្គោលព្រំដែនលេខ46និងលេខ47ប៉ុន្តែត្រូវបានអាជ្ញាធរកម្ពុជានិងប្រជាពលរដ្ឋខ្មែររារាំងវិញនៅព្រឹកថ្ងៃអង្គារទី30ខែកញ្ញាឆ្នាំ2025នេះទាហានថៃបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ46នៅចំការអំពៅភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យតែត្រូវកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធរុញចេញមិនឲ្យវាស់បានទេបន្ទាប់ពីកងកម្លាំងមិនប្រដាប់អាវុធរបស់កម្ពុជារារាំងទាហានថៃក៏បានដកថយទៅវិញទាហានថៃមួយក្រុមទៀតចង់ទៅបង្គោលព្រំដែនលេខ47ប៉ុន្តែក៏កម្លាំងជួរមុខនិងប្រជាពលរដ្ឋជាម្ចាស់ដីនឹងរស់នៅផ្ទាល់ត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដីក្រោយទាហានថៃត្រឡប់ទៅវិញសភាពការបានប្រែជាស្ងប់ស្ងាត់តែទោះជាយ៉ាងណាប្រជាពលរដ្ឋជាម្ចាស់ដីត្រៀមខ្លួនជានិច្ចការពារដីធ្លីនិងផ្ទះសម្បែងរបស់ពួកគាត់